បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបង្ហាញជូនបងប្អូនពីរបៀបសេរីក៏ដូចជាការប្រើប្រាស់នៅ Voltec Protector បាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ Voltec ដំបូងពេលយើងដោតមកណាវាប្រកាសជាចេញនេះ P1 នេះបាទ P1 ហ្នឹងពីងាយគេគឺ5វិនាទីបានន័យថាពេលដែលយើងដោតទៅ5វិនាទីបានមានភ្លើងប្រើបានមានភ្លើងចេញឲ្យយើងប្រើណាបាទឥឡូវយើងមើលសិនបាទអញ្ចឹងវាអត់មានតន់ប្រើឲ្យបានទេអញ្ចឹងយើងចាំ5វិនាទីបាទណាធ្លាក់12ធ្លាក់11បាទនេះពីចេញភ្លើងឲ្យយើងប្រើហើយអញ្ចឹងបើសិនបើយើងមើលទៅលើកាតាឡុកវា P1 គឺដំបងអញ្ចឹងយើងអាចសេរីវានេះអាចឡើងដល់10អីឬក៏ប្រហែលនេះស្អីលើយើងទេយើងឆ្លាញ់ប៉ុន្មានយើងសេរីប៉ុណ្ណឹងទៅបាទពាក់ព័ន្ធនឹង P2 គឺ recovery មកវិញពេលដែលភ្លើងដាច់អីហើយវាមកវិញហើយ30វិនាទីបានភ្លើងនឹងបើកឲ្យចេញឲ្យយើងប្រើបាទអញ្ចឹងរយៈពេល30វិនាទីអញ្ចឹងយើងមើលទៀតគឺ P3 over voltage បានន័យថាបើភ្លើងលើសដល់ចំនួនវ៉លប្រហែលវ៉លទើបវាផ្ដាច់អញ្ចឹងពីនេះគេ270ឥឡូវយើងមើល P3 បាទ270តែបើយើងថែភ្លើងកម្ដៅដល់270ពេកខូចឧបករណ៍យើងអាចបន្ថយមក260 255 200ប៉ុន្មានស្អីលើយើងទេបើសិនបើយើងចង់ឲ្យតែ255វាផ្ដាច់អូខេប៉ុណ្ណឹងទៅហើយយើងចូលដល់ P4 ពេលដែលភ្លើងលើសហើយវាត្រឡប់មកវិញ200វាធ្លាក់មកវិញដល់265ពីនេះគេ265បានវាបើកឲ្យប្រើពេលដែលវាលើសហើយណាបាទពេលដែលលើសហើយតើវាធ្លាក់មកវិញដល់265បានវាបើកឲ្យប្រើវិញដោយសារមិញនេះយើងដាក់តែ255ទេបាទអញ្ចឹងដល់ពេល P4 វាធ្លាក់នៅត្រឹមតែ250ទេវាអាស្រ័យលើយើងសេរីវាក្រោម5វិនាទីដូច manual ពីលើស៊ីនរបស់គេគឺ270 265អញ្ចឹងពេលដែលយើងសេរី255ពេលដែលភ្លើងវា recovery មកវិញ255 volt វាធ្លាក់ដល់255ហ្នឹងទើបបានវាបើកឲ្យយើងប្រើឡើងវិញបាទយើងមើលបន្តទៀត P5 ភ្លើងទៀបបាទភ្លើងទៀបគឺពីរោងចក្រគេមកគេកំណត់170ពេលណាដែលភ្លើងធ្លាក់ដល់170គឺ disjunction នោះផ្ដាច់លេងឲ្យប្រើហ្មងបាទហើយបន្ទាប់មកទៀតគឺ P6 under voltage recover អញ្ចឹងបើសិនជា170វាផ្ដាច់លេងឲ្យប្រើភ្លើងឡើង175វិញมันវាបើកឲ្យប្រើដូចគ្នាបាទអញ្ចឹងយើងមើលទៅបាទ170អញ្ចឹងភ្លើងឡើងពី175มันបើកឲ្យប្រើឡើងវិញអាហ្នឹងសម្រាប់ P5 P6 ឥឡូវយើងមើល P7 នេះរយៈពេលដែលវាបើកឲ្យយើងប្រើថាតើដល់ភ្លើងហ្នឹងឡើងដល់175ហ្នឹងប្រហែលវិនាទីក្រោយបានវាឲ្យបើកប្រើអញ្ចឹងបើយើងឆ្លាញ់ថាប្រមាណ P7 បាទ 0.5 វិនាទីបើយើងចង់ឲ្យយូរជាងហ្នឹងយើងទៅឡើងមកបាទតែរយៈពេលយឺតបំផុតគឺ 0.5 វិនាទីបាទអញ្ចឹងយើងមើលបន្តទៀតអានេះរងចាំវាកែតម្រូវ P8 នេះមិនចោតបានទេ voltage correction នេះគឺសម្រាប់វាកែតម្រូវ volt របស់វាឲ្យវាដើរស្រួលបុលបានបើកឲ្យប្រើអញ្ចឹងយើងមើល P9 ចូលលក្ខណៈ current បាទ P9 current អញ្ចឹងយើងមើលឧបករណ៍របស់យើងអានេះ40 ampere អញ្ចឹងយើងមើល P9 P10 P9បាទគឺ40 ampere អញ្ចឹងបើយើងកំណត់ឲ្យវាប្រើតែ20 ampere អញ្ចឹងយើងចុចបន្ថយមកតែ20 ampere មកឬក៏ប្រហែល ampere យើងបន្ថយមកបើយើងប្រើលើសពីប៉ុណ្ណឹងគឺអានេះផ្ដាច់ឲ្យលេងមានភ្លើងតែឲ្យប្រើហើយអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងសិនទេជូនពុកម៉ែបងប្អូនបាទអញ្ចឹងបន្តមកទៀតពាក់ព័ន្ធទៅនឹងរយៈពេលមានពី1វិនាទីទៅដល់10វិនាទីអញ្ចឹងបើសិនបើយើងប្រើលើសរយៈពេលប្រហែលបានឲ្យវាផ្ដាច់អញ្ចឹងយើងដាក់ឲ្យកាន់តែលឿនកាន់តែល្អ
sốt chụp mùi vịn tì nó đôi vì rong chạ cái món cái đạch ấy việc đạch ấy chẳng nè bà tọt một tiết vẽ pon ta nâng over current khảo ban đây tha cana pra rộp chuyển luôn trở rón đại dương pra lư và màn đong về chôn cá dương tầm mà plate tờ pra lư tầm đong việc đạch đá cái lô vì bạ dương chẳng dương ai đạp và màn đong với màn đong tới dương mới chỗ đó pt đập mùi bà nick off và màn đong bị bật nè mà đong bật bị đong bật bảy đong bật chẳng bao giờ dương pra lư mà chúng cá dương pra lư mình tích tới bị bật thì mình tích tiết bật thì đọc bảy bột đó nó bị bật chẳng nè bà chẳng dương mưa và to tiết vẽ pon ông p đập pi nó count correction đôi count vào thạch cái này chẳng là vậy để dương sầm khăn nó lớn nó dương miên tập ở phần năng tế hay là p đập bảy ní p đập bảy ní cứ dương vẽ pon từ nông free con free thế dương mình sao chỉ chọn ấy bành hao năng tế chẳng là nhom bằng hai chun bọc mai bong ôn và phần năng đó vậy để dương trâu pra pan năng bị p muối rồi hốt một đó p đập muối đập pi năng anh bà chẳng bẩm miên chúng ngon lại sẽ tiếp tục mai ai xạ xuống một thái màn xuống mọc côn